អ្នកទាំងអស់គ្នាចង់ដូរពី graphic បែបនេះមកបែបនេះវិញគឺវាស្អាតមែនតើអញ្ចឹងបើអ្នកគ្នាចង់ដាក់ shader បែបហ្នឹងអ្នកគ្នាអាចមើលវីដេអូនេះបានខ្ញុំនឹងបង្រៀនអ្នកគ្នាអំពីដាក់ mode និង shader ដើម្បីឲ្យយើងមើលទៅគឺវាស្រស់ស្អាតជាងមុនឆ្ងាយខ្លាំងមែនតើអ្នកទាំងអស់គ្នា Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឆិនហ្នឹងហើយថ្ងៃនេះមកប្រាប់ពីរបៀបដាក់ mode ហើយនិង shader អ្នកគ្នាដូចជាបានឃើញនៅក្បាលវីដេអូអញ្ចឹងអ្នកគ្នាហ្នឹងហើយសម្រាប់អ្នកលេង Minecraft Java លើទូរស័ព្ទចង់ដាក់ shader ចឹងអីឲ្យវាឃើញស្អាតចឹងណាអូខេអ្នកនរគ្នាមើលទៅយើងអត់ទាន់ដាក់ shader ទេ SPS យើងគឺអែមទេអ្នកគ្នាដើរពី130ទៅ200ចឹងណាអ្នកគ្នាគឺវាអែមតែ mode មួយហ្នឹងបើអ្នកគ្នាយកទៅលេងទៅគឺមិនខកទេចាំមកខ្ញុំដាក់ shader នេះហើយអ្នកគ្នា shader នេះគឺអែមតែអ្នកគ្នាមកមុំលេងទៅស្អាតហើយ smooth ទៀតខ្ញុំចូលចិត្តហ្នឹងហើយបើទូរស័ព្ទអ្នកគ្នាមកមុំលេងអីគឺដាក់ mode ហ្នឹងទៅគឺមិនខុសទេអ្នកគ្នាសំខាន់ស្អាតប្រយហើយ smooth ទៀតអ្នកគ្នាដូចតែខ្ញុំបង្ហាញឲ្យអ្នកគ្នាមើលហ្នឹងអ្នកគ្នាមើលទៅគឺ shader ស្អាតមែនតើអូខេអ្នកគ្នាកុំអីខាត់ពេលយើងចូលទៅដាក់ទាំងអស់គ្នាដំបូងចូល app យើង Salit ហ្នឹងមកហើយយើងចូល install 1.20.1 ហើយយើងយក alert គេហ្នឹងមកគ្នា 0.11.10 ហើយយើង install មកអ្នកគ្នាកុំ clear ឬក៏ទុកចោលអ្នកគ្នាមើលវាធ្វើម៉េចយើង down អាហ្នឹងឲ្យពេញណាអ្នកគ្នាបើអត់ពេញគឺវាអត់បានទេយើងធ្វើម៉េចយើង install វាពេញអញ្ចឹងកុំឲ្យអ្នកគ្នាខាត់ពេលយូរខ្ញុំសូមកាត់កន្លែងហ្នឹងអ្នកគ្នាព្រៃកុំឲ្យវាវីដេអូហ្នឹងវាវែងពេកអូខេឥឡូវគឺវាចិត្តហើយអ្នកគ្នាចាំឲ្យវាដើរពេញអញ្ចឹងមកគឺវាបានអ្នកគ្នាអូខេឥឡូវនេះយើងចូលវាសិនមកហើយចាំតិចទៀតគឺយើងចុចចេញសិនអ្នកគ្នាគឺយើងចុចចេញសិនយើងអត់ទាន់បានដាក់ទេគឺឲ្យវាចូលបានដើរសិនមកអូខេឥឡូវយើងចេញទៅអ្នកគ្នាចេះយើងចូលម្ដងទៀតមកអ្នកគ្នាហើយយើងចុចលើអា 1.20.1 ហ្នឹងយើងទៅ install ម្ដងទៀត1.20.1 អ្នកគ្នា favorite លើឥឡូវគេហ្នឹងយក install មកអ្នកគ្នាអូខេយើងចាំវា play ទៅវាពងដើរយើងហើយទៅពេលដើរអ្នកគ្នាមិនទាន់ចុចចំណាទេគឺឲ្យវាដើរអស់សិនទៅអ្នកគ្នាអូខេបានហើយអ្នកគ្នាគឺយើងចុចកន្លែង 1.20.1 ហ្នឹងទៀតយើងយក fabric ម្ដងអូខេហើយយើងចុចចូលមកអ្នកគ្នាឲ្យវាដើរមានកន្លែងដាក់ mode ដាក់អីចឹងអ្នកគ្នាកន្លែងដាក់ mode ដាក់ shader ដាក់អីដល់គ្នាទៅពេលយើងចាំវា play ទៅយើងមិនចូលដល់ game យើងចូលហើយយើងចេញវិញទៅអ្នកគ្នាប៉ុណ្ណឹងគឺវាដើរឲ្យហើយយើងធ្វើការចុចចេញបណ្ដោយទៅអូខេអ្នកគ្នាឥឡូវយើងចូលមកកម្មវិធី Sachiver ហ្នឹងមកហើយនេះគឺជា mode ហើយនិង shader អ្នកគ្នាគឺខ្ញុំបង្ហាញហ្នឹងគឺពីរហ្នឹងឥឡូវចុចលើ mode មកហើយយើង extract មកយើងចូលមួយទៀតហើយយើងចុចលើឲ្យជាប់អ្នកគ្នាហើយយើង copy mode នឹងទាំងអស់មក copy ហើយយើងចូលទៅ device strong អូ sorry អ្នកគ្នាយើងចូលទៅត្រូវចូលទៅ device strong ហើយយើងចូលពាក្យថា Android data ហើយយើងចូល app យើង Salit ហ្នឹងចូល file មកអ្នកគ្នា file ឲ្យ Minecraft ហើយនេះអ្នកគ្នា mode នេះហើយយើងផាសកន្លែងហ្នឹងទៅអ្នកគ្នាហ្នឹងហើយមួយទៀតគឺរបៀបដាក់ shader ហ្នឹងហើយមួយទៀតគឺអ្នកគ្នាបើអត់មាន Minecraft ទេអ្នកគ្នាចូលឡើង track 3ហ្នឹងហើយ setting ហើយអ្នកគ្នាឃើញ file list ហ្នឹងចុច file list ហ្នឹងមកហើយអ្នកគ្នាឃើញ show hit file ហ្នឹងអ្នកគ្នាបើកមកគឺវាឃើញ Minecraft ហើយអ្នកគ្នាឥឡូវយើងទៅចូលដាក់ shader ម្ដងគ្នានេះ shader នេះអ្នកគ្នាយើងចុចលើវាមួយមកហើយយើងចុច view ហ្នឹងមកហ្នឹងហើយអ្នកគ្នាចុចមួយទៀតហ្នឹងហើយអ្នកគ្នា copy មកចុចលើជាប់ហើយយើង copy ទាំងអស់ហ្នឹងមកនេះគឺជា shader អ្នកគ្នាហើយយើងចូលទៅ device 2ទៀតចូល Android data ហើយយើងចូល app យើង Salit ហ្នឹងមកអ្នកគ្នាហើយយើងចូល file Minecraft ហើយកន្លែងនេះអ្នកគ្នាប្រហែលជាមិនឃើញពាក្យថា shader pack ទេអញ្ចឹងយើងបូកមកអ្នកគ្នាយើងបូកហើយយើងលុបទាំងអស់មកយើងវាយពាក្យថា shader pack អ្នកគ្នាអញ្ចឹងបើអ្នកគ្នាអត់ដាក់អញ្ចឹងទេគឺអត់មានកន្លែងណាដាក់ទេឬក៏អ្នកគ្នាចូល game មកវាពេញសិនគឺបានវាមានកន្លែងដាក់អូខេឥឡូវយើងចុច OK មកហើយយើងផាសមកអ្នកគ្នាប៉ុណ្ណឹងមកគឺបានហើយអ្នកគ្នា
អូខេឥឡូវយើងចូលដល់ app ថ្មីនេះគ្នាអាហ្នឹងគឺជា render ថ្មីដែលយើង support ជាមួយ shader mm នេះគ្នាចូលមកចាំខ្ញុំជួយ Android ហ្នឹងមកនេះគ្នាជួយ Android ហ្នឹងហើយនេះគ្នាចុចចូល media ហ្នឹងមកហើយយើងចុចអាក្រោមហ្នឹងមកចុច OK មកគឺបាននេះគ្នាហើយយើងចូលទៅ app Solid ដែលយើងលេង Minecraft Java លើទូរស័ព្ទនេះគ្នាហ្នឹងនេះគ្នាចុចចូលអា ដាក់ render ថ្មីហ្នឹងមកនេះគ្នាហ្នឹងហើយដាក់ render ថ្មីហើយកន្លែងកន្លែងនេះមួយទៀតអ្នកគ្នាត្រូវដាក់ខ្ញុំ recommend ឲ្យអ្នកគ្នាដាក់ពី50ទៅ60អ្នកគ្នាព្រោះដាក់ទៅអាហ្នឹងគឺវាច្បាស់អ្នកគ្នាយើងអូសកាន់តែច្រើនវាកាន់តែច្បាស់ចឹងខ្ញុំសុំដាក់តែ50ទេអ្នកគ្នាឥឡូវនេះយើងចូលទៅតេស្តទាំងអស់គ្នាអូខេឥឡូវខ្ញុំចូលមកដល់ world យើងហើយឥឡូវដូចគ្នាមើលចឹងខ្ញុំអត់តមកដាក់ shader ទេ FPS គឺ80ទៅ100អ្នកគ្នាឥឡូវវាដឹងមិនអ្នកគ្នាមុនហ្នឹងរៀង smooth តែឥឡូវវាធ្លាក់ FPS ឥឡូវយើងដាក់ shader នេះគឺជា shader អ្នកគ្នា shader គឺយើងផាសដៃយើងដាក់ហ្នឹងវារៀងច្រើនឥឡូវខ្ញុំដាក់ឲ្យអ្នកគ្នាមើលមួយសិនទៅស្អាតមែនទេអ្នកគ្នាមិនហ៊ានយកទៅគឺលេងមកមុំលេង server ឬក៏លេង world លេងអីតែឯង chill អ្នកគ្នាបែប chill នេះអាកន្លែងនេះគឺជាសេរីដែលយើងច្បាស់ឬក៏ព្រិលអ្នកគ្នាតាមដែលយើងចង់ដាក់កុំឲ្យវាគាំងអ្នកគ្នានេះអ្នកគ្នាគឺមើលទៅមកមុំលេងចាំងភ្នែកប្រយមើលទៅអ្នកគ្នាគឺវាស្អាតមែនតើអ្នកគ្នាអូខេអ្នកគ្នាហ្នឹងហើយរបៀបដាក់ mode ហើយ shader គឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាអ្នកនេះកុំភ្លេចចុច like ហើយនិង subscribe ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតណាអ្នកគ្នាបាយបាយអ្នកគ្នា